ជាសកម្មភាពនៃការកាប់លាវហើយនឹងដេជូនដល់អតិថិជននៅថ្ងៃទី21ខែ11ឆ្នាំ2025បងប្អូនតែងចោទសំណួរថាតើតង់ខ្មៅ UV នេះចាជាប់ដែរឬក៏អត់ប្រភេទតង់ខ្មៅ UV នេះគឺជាប្រភេទតង់ដែលមានចាជាតិ UV ខ្ពស់ដែលគេហៅថា PE បងប្អូនអញ្ចឹងប្រភេទតង់អស់នេះគឺអាចប្រើប្រាស់ទៅលើកម្ដៅថ្ងៃបានអត់ងាយផុយស្រួយទេចាជាពិសេសគឺសាច់តាន់ណែនល្អតែម្ដងដែលបងប្អូនអាចយកទៅធ្វើបាត់ស្រះអាងចិញ្ចឹមត្រីតុកទឹកបង្កងបង្គាខ្ចង់កង្កែបបងប្អូនអាចប្រើប្រាស់តង់នេះដើម្បីធ្វើតង់ទាំងអស់នោះបានចាអញ្ចឹងប្រភេទតង់នេះគឺខ្ញុំអាចកាត់ជូនពុកម៉ែបងប្អូនបានតាមតម្រូវការខ្នាតប៉ុណ្ណាក៏ធ្វើជូនបានដែរបងដែលចង់បានតម្លៃធូរថ្លៃបងប្អូនអាចប្រើប្រាស់ជាមួយកូរ៉េធម្មតាដែលមានពណ៌បៃតងតាក់ប៊ិចសម្រាប់បងដែលមានតម្រូវការចង់ប្រើប្រាស់បានយូរខែឆ្នាំបងប្អូនអាចប្រើប្រាស់ជាមួយនឹងខ្មៅ UV ដែលខាងខ្ញុំមានពីរពណ៌ចាពណ៌ខ្មៅនិងពណ៌ផ្ទៃមេឃហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលដាំចុះអាសូឡាលូតលើសយឺតចាមិនងាយធំធាត់ក្របានផលបងប្អូនអាចប្រើប្រាស់ជាមួយនឹងជីសរីរាង្គធម្មជាតិសាគូរ៉ាដែលជាផលិតផលរបស់ជប៉ុនហើយបងប្អូនអាចប្រើប្រាស់ជាមួយនឹង Medford ដែលជាផលិតផលរបស់ហូឡង់ហើយនឹងផលិតផលកូនខ្មែរយើងចាអញ្ចឹង3ប្រភេទជីនេះបងប្អូនអាចយកទៅដាំអាសូឡាបានដូចគ្នាជាពិសេសសម្រាប់បងដែលមានចិញ្ចឹមមុនទាបង្គាបង្កងចាបងប្អូនចង់ប្រើប្រាស់ជាមួយនឹងទឹកថ្នាំធម្មជាតិនេះគឺប្រើបានសម្រាប់កែទឹកកុំឲ្យក្លិនហើយនឹងបងប្អូនអាចយកទៅឲ្យមុនទាផឹកដើម្បីចាជួយឲ្យសុខភាពរបស់វាល្អស៊ីចំណីបានច្រើនឆាប់ធំហើយមិនងាយឈឺចាហើយបងប្អូនទាំងអស់គ្នាមានសត្វចិញ្ចឹមច្រើនត្រូវការកាត់បន្ថយការចំណាយទៅលើចំណីសម្រាប់បងប្អូនទាំងអស់គ្នាអាចមកដាំអាសូឡាបានដែលខាងខ្ញុំរៀបចំជាឈុតស្រាប់ក្នុងមួយឈុតតម្លៃត្រឹមតែ 150,000 រៀលតែប៉ុណ្ណោះគឺខាងខ្ញុំរៀបចំជូនគត់គង់គ្រប់គ្រឿងតែម្ដងចាចឹងរកព័ត៌មានលម្អិតសូមបងប្អូនទាំងអស់គ្នាប្រឹក្សាយោបល់ជាមួយនឹងអ្នកលក់របស់ខ្ញុំដើម្បីទទួលបានអីវ៉ាន់មានគុណភាពហើយនឹងស្របតាមតម្រូវការរបស់ពុកម៉ែបងប្អូនរកព័ត៌មានលម្អិតសូមចូលក្នុងឆាតឬខមមកផ្ទាល់សូមអរគុណសូមគោរពលា